សូមជម្រាបសួរមិត្តអ្នកសិក្សាទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងលើកយកមកបង្ហាញអំពីការបង្កើត form នៅក្នុង Microsoft Access តើអ្វីទៅគឺជា form គឺប្រើសម្រាប់បង្ហាញនៅទិន្នន័យដែលបានពី table ឬ query ដើម្បីមានភាពងាយស្រួលមើលហើយគេអាចបន្ថែមក៏ដូចជាការកែលម្អទៅលើជា font គេប្រើ form សម្រាប់បញ្ចូលទិន្នន័យធ្វើការគណនាទិន្នន័យហើយនឹងផ្សេងៗទៀតឥឡូវចូលមកអនុវត្តជាមួយខ្ញុំទាំងអស់គ្នាខ្ញុំចង់ទាញយកពី table tbl order នេះហើយខ្ញុំចុចលើ create ហើយ form នេះវាមានច្រើនវាមានដល់ទៅ5នោះមាន form design form wizard ហើយត្រង់ចំណុចនេះខ្ញុំចង់បង្កើតតាមរយៈ wizard ឥឡូវចូលមក create ហើយយើងរកពាក្យថា form wizard មកហើយចេញទាំងដូចនេះអញ្ចឹងយើងចង់ជ្រើសរើសពី table ឬក៏ query នេះឥឡូវមាន table និង query អញ្ចឹងខ្ញុំចង់បាន table ពី tbl order នេះហើយខ្ញុំselect យកមួយក៏បានឬក៏យើងចង់ select យកទាំងអស់យើងគ្រាន់ចុចសញ្ញានឹងមកសញ្ញា1បើន័យថាយើងជ្រើសរើសយកម្ដងមួយសញ្ញា2បើន័យថាយើងជ្រើសរើសទាំងអស់ឥឡូវខ្ញុំជ្រើសរើសទាំងអស់នេះហើយត្រង់ចំណុចនេះបើន័យថាវាចង់ឲ្យយើងបង្ហាញ form ជា columnar ឬក៏Tumblr ឬក៏ data sheet ឬក៏ justify ណាឥឡូវខ្ញុំបង្កើតតាម Tumblr ហើយខ្ញុំយក next ឥឡូវយើងដាក់ឈ្មោះមកដាក់ឈ្មោះអីដាក់ទៅខ្ញុំដាក់ថាFOM order ចឹងមកហើយខ្ញុំ finish តមកវាចេញលក្ខណៈដូចនេះណាដោយសារខ្ញុំយក Tabler ទាំងគឺអាស្រ័យទៅលើចំណង់ចំណូលចិត្តបងប្អូនហើយក៏យើងចង់ design វាយើងចុចមកស្ដាំយើងយកពាក្យ design ហ្នឹងមកណាត្រង់ចំណុចនេះយើងរួមមើលប្រភេទខ្ញុំមើលប្រភេទទាក់ទងជាមួយនឹង form ដើម្បីមានភាពងាយស្រួលខ្ញុំយកប្រភេទ single form ដើម្បីងាយស្រួលមើលទាំង single form វាចេញដូចនេះវាចេញតែមួយជូរទេវាមាន ID មាន item ណា code ID ឬ item និង quality ចឹងគឺ single វាតែមួយហើយយើងចង់ design វាឲ្យត្រង់ចំណុចនេះគេហៅថា form footer គេថាជើងហើយនេះគេហៅថា form header នេះ detail របស់វា detail ការបង្កើត form លក្ខណៈងាយត្រង់ចំណុចនេះយើងអាចកែបានទាក់ទងនឹង form ហ្នឹងយើងចង់បានប្រភេទម៉េចយើងអាចបង្កើតបានឥឡូវមួយទៀតខ្ញុំទៅបង្កើតមួយទៀតដូចយក form នឹងទៅតាមហើយខ្ញុំចុចនេះយកឡាឬក៏យកនេះហើយយើងយកនេះមកដល់យើងយក color ណាក៏វាងាយស្រួលវាចេញឲ្យយើងដូចនេះឥឡូវខ្ញុំលុបអាហ្នឹងសិនហើយយើងត្រូវដាក់ឈ្មោះយើងអាច rename បានត្រង់ចំណុចនេះយើងអាច rename បិទសិនមកតែមកគឺ rename ដាក់FOM មក rename form ហ្នឹង ហើយ
ហើយយើងអាចdesign វាបានណាយើងអាច design ពណ៌នឹងឲ្យមានភាពងាយស្រួលមើលណាធ្វើម៉េចឲ្យយើងអាចយើងដាក់ខ្មែរក៏បានអង់គ្លេសក៏បានដែរណាក៏បានតែថាចំណងជើងហ្នឹងស្រ័យទៅលើបងប្អូននេះខ្ញុំឧទាហរណ៍នេះអាចកែកុនបានយើងចុច shift មកវាទៅយើង select ទាំងអស់យើងដាក់វានេះថាពីឲ្យនឹងមកគឺក៏យើងចុច select ចឹងក៏បានដែរហើយទីនេះយើងdesign វាឲ្យស្អាតមើលប៉ុណ្ណាដែលយើងគិតថាវាស្អាតណាយើងទាញវាមួយដើម្បីធ្វើឲ្យវាមានបញ្ហាយើងទាញវាធ្វើឲ្យស្មើគ្នាឬក៏យើងដាក់យ៉ាងម៉េចអាស្រ័យទៅលើអង្គគុណរៀបចំតែខ្ញុំធ្វើបង្ហាញនេះតើតើយើងចំណាយពេលវាដើម្បីរៀបចំចំណាយពេលក្នុងការ design ធ្វើឲ្យស្អាតអញ្ចឹងណាហើយខ្ញុំទាញឲ្យវាខ្លីមុំហ្នឹងទាក់ទងនឹងពណ៌ក៏យើងអាចដាក់ពណ៌បានដែរយើងដាក់ចុចលើកន្លែងហ្នឹងមកចុចលើនេះយើងត្រូវ property sheet ហើយយើងរំលឹកពណ៌បីនេះយើងចង់បានពណ៌អីចង់បានពណ៌មួយនេះចាហើយខ្ញុំ save វាមួយសិនជំនាញវាមានពណ៌អញ្ចឹងតែខ្ញុំចង់ឲ្យវាចេញpop up អញ្ចឹងណាដើម្បីយើងដល់ស្ដាប់យើងយកហ្នឹងមកចង់ឲ្យវាចេញ pop up យើងចុចលើកន្លែង trace ហើយយើងត្រូវលើពាក្យ all ហើយយើងយក yes យើងយក yes តកតងជាមួយនឹងproperty មានជាច្រើនយើងចង់ដោះវាក៏បានតែខ្ញុំឧទាហរណ៍បងប្អូនមើលនេះតកតងជាមួយនឹង pop up ចេញមកអញ្ចឹងកន្លែងតនេះយើងទៅដោះវាតកតងជាមួយនឹងយើងទៅរកមើលឈ្មោះវាសិនតកតងនឹងrecord selector ណាក្រមវាហ្នឹងហើយក៏តែយើងដាក់ no មកណាយើង save វា view នេះកន្លែងខាងឆ្វេងនេះហៅថា record selector ហើយយើងចង់ដោះអាក្រមនេះយើងទៅរកមើលក្នុង property យើងរក navigation ប៊ូតុងនេះអាក្រមនេះយើងរក navigation ប៊ូតុងយើងចង់ឲ្យវាបាត់រំលេចមួយវាបង្ហាញយើងចុច save អញ្ចឹងវាអត់មានទេ navigation ប៊ូតុងវាអត់បង្ហាញឲ្យយើងណាយើងចង់ដាក់មកកណ្ដាលក៏បានដែរទាក់ទងនឹងកន្លែងតើណាយើងអាចកែកុនធ្វើម៉េចឲ្យមានភាពងាយស្រួលសម្រាប់យើងអាចដាក់ប៊ូតុងអីចឹងណាទាក់ទងជាមួយនឹងការថែមប៊ូតុងថែមអីក៏យើងអាចថែមបានដែរនឹងអាចថាវីដេអូក្រោយទៀតឧទាហរណ៍ថាខ្ញុំចង់ដាក់ប៊ូតុងមួយឬក៏នឹងអាចដាក់ប៊ូតុងនេះខ្ញុំចង់ add ប៊ូតុងទៅណាសម្រាប់ទៅមុខទៅក្រោយអញ្ចឹងយើងចង់ដាក់ប៊ូតុងឲ្យវាទៅណាដូចថាយើងមាន add record operation ហើយយើងចង់ add ក៏បានអានេះចង់ឲ្យយ៉ាងម៉េចហ្នឹងស្រ័យលើបងប្អូនតែវាមាននេះ go to record ឬក៏ next យើងដាក់ next នោះយើងចង់បាន file next យើងដាក់ឈ្មោះចង់បានជាអក្សរអញ្ចឹងណាគេចុចពីនេះមកយើង save វាទៅទាក់ទងជាមួយនឹងនេះយើងចូលទៅ design វា
យើង nick អីគេយើង nick ខ្ញុំបង្កើតមួយទៀតអីសិនហ្នឹងយើង add វាមកស្អីលើបងប្អូនចង់ស្រឡាញ់ទៀតនេះយើងយកform អានេះយើង find ឬក៏ go to next record នេះតែយើងកើតអាហ្នឹងយើងយកខុសវិញយើងយកហ្នឹងមកយកជាសញ្ញាវាក្បានយើងជាអក្សរក្បានតែលើបងប្អូននេះខ្ញុំកាន់ឧទាហរណ៍យើងចឹងនេះបានថាទៅបន្ទាប់អាសញ្ញាហ្នឹងខ្ញុំ add មួយទៀតខ្ញុំ add ប៊ូតុងមួយទៀតដើម្បីងាយស្រួលហើយទៅបន្ទាប់អានេះprevious យើងយកសញ្ញាហ្នឹងអូខេយើងយកជាអក្សរក៏បានជាសញ្ញាក៏បានតែលើកបងប្អូនតែខ្ញុំយកអក្សរដើម្បីឧទាហរណ៍នឹងអាចដូរពណ៌បានប៉ុន្តែយើងចុចលើ next អញ្ចឹងណាចង់មកក្រោយវិញក៏បានពី1ឧទាហរណ៍យើងដាក់វាឲ្យធំមុំសម្រាប់យើងងាយស្រួលយើងទាញវាទៅហ្នឹងអាចកែកុនឲ្យបានទៀតទៅនឹងក្នុងចំណុចនេះគឺយើងកែកុនវាទៅចឹងស្រ័យលើបងប្អូនចង់កែកុនយ៉ាងម៉េចគឺយើងទាញយកពីណាពី table ឬក៏ query ចឹងវាអស់វាអត់ឲ្យទៀតតាមទៀតហើយយើងមានតង់ add បន្ថែមដែរតែថ្ងៃនេះខ្ញុំបង្ហាញតែប៉ុណ្្នឹងឯងទាក់ទងជាមួយនឹងការបង្កើត form ណាហើយនឹងការ add តង់ហើយនៅមានរឿងជាច្រើនទៀតដើម្បីបង្កើតឲ្យបានទៅជា project មួយគឺយើងត្រូវនិយាយគ្នាច្រើនអញ្ចឹងការបង្ហាញការបង្កើត form នឹងមានតែប៉ុណ្្នឹងឯងសូមអរគុណច្រើនជួបគ្នាពេលក្រោយ